ភាគទី50ភាគទី50នេះស្ដីអំពីអង្គុលីមាលថែពេលចិត្តផុតនិទាខរដូវព្រះដ៏មានព្រះភិក្ខទ្រង់យាងត្រឡប់ទៅកាន់វត្តជាប្រពន្ធវិញព្រះអង្គបានជួបនឹងទ្រង់ប្រោសដល់ឃាតករដ៏កាចសាហាវម្នាក់ឈ្មោះអង្គុលីមាលស្ដាប់ឲ្យបានណាពេលហ្នឹងឯងព្រះអង្គបានជួបនឹងទ្រង់ប្រោសដល់ឃាតករដ៏កាចសាហាវម្នាក់ឈ្មោះអង្គុលីមាលព្រឹកមួយពេលព្រះអង្គយាងបិណ្ឌបាតនៅក្នុងទីក្រុងសាវត្ថីព្រះសាស្តាបានទតឃើញទីក្រុងមានសភាពស្ងាត់ជ្ងំបីដូចជាទីក្រុងខ្មោចគេហដ្ឋានទាំងអស់បិទទ្វារជិតឈឹងហើយគ្មានមនុស្សម្នាណាម្នាក់ដើរឡើយព្រះពុទ្ធទ្រង់ឈរបិណ្ឌបាតនៅមុខផ្ទះបរិស័ទម្នាក់ដែលព្រះអង្គធ្លាប់ទទួលចង្ហាន់ពីមុនមកការលោបមើលឃើញច្បាស់ថាជាព្រះពុទ្ធហើយម្ចាស់ផ្ទះក៏ស្ទុះបើកទ្វារចេញមកខាងក្រៅយ៉ាងប្រញាប់ដើម្បីនឹងនិមន្តព្រះអង្គចូលទៅខាងក្នុងផ្ទះពេលព្រះពុទ្ធយាងចូលផុតអំពីមាត់ទ្វារម្ចាស់ផ្ទះស្រវាខ្ទាស់កន្លឹះទ្វារយ៉ាងជាប់រួចក៏និមន្តព្រះអង្គគង់នៅលើអាសនៈដែលគាត់រៀបចំថ្វាយម្ចាស់ផ្ទះខាត់ព្រះពុទ្ធឲ្យនៅឆាន់ក្នុងផ្ទះរបស់គាត់បន្ទាប់មកគាត់ក៏ចាប់ផ្ដើមបង្គំទូលថាបពុទ្ធព្រះអង្គដ៏ចម្រើនថ្ងៃនេះបើនរណាម្នាក់ហ៊ានចេញក្រៅផ្ទះប្រកាសជានឹងមានគ្រោះថ្នាក់ជាមិនខានឃាតករដ៏កាចសាហាវយួងខ្នងម្នាក់ឈ្មោះអង្គុលីមាលត្រូវបានគេឃើញដើរក្នុងតំបន់នេះគេនិយាយថាវាបានសម្លាប់មនុស្សនៅឯទីក្រុងផ្សេងទៀតអស់ជាច្រើនមកហើយបើវាសម្លាប់មនុស្សណាម្នាក់ហើយវាតែងកាត់យកម្រាមដៃមួយនៃជនរងគ្រោះនោះទៅចងបន្តគ្នាធ្វើជាកម្រងផ្កាហើយពាក់ធ្វើជាខ្សែកគេបាននិយាយទៀតថាវាសម្លាប់មនុស្សកាត់យកម្រាមដៃបាន999នាក់ហើយនៅតែម្រាមមួយទៀតទេគម្រប់1000ដោយសារឥទ្ធិពលនៃម្រាមដៃទាំង999ដែលវាពាក់នៅជុំវិញកនោះធ្វើឲ្យវាคล้ายជាមនុស្សខ្លាំងពូកែប្រៀបដូចជាកម្លាំងបិសាចក៏ប៉ុន្តែគួរឲ្យចម្លែកត្រង់វាមិនដែលយកអីវ៉ាន់នៃមនុស្សដែលវាបានសម្លាប់នោះទេព្រះបាទប្រសេនតិកោសលទ្រង់បានបញ្ជាឲ្យទាហាននិងតម្រួតមួយកងពលតូចទៅតាមចាប់ឃាតករនោះហើយព្រះពុទ្ធទ្រង់ត្រាស់នឹងម្ចាស់ផ្ទះថាហេតុអ្វីក៏ព្រះរាជាត្រូវការជំនួយដល់ទៅមួយកងពលតូចគ្រាន់តែតាមចាប់មនុស្សម្នាក់យ៉ាងដូចនេះនោះហ៎ម្ចាស់ផ្ទះក៏បង្គំទូលថាបពុទ្ធព្រះអង្គដ៏ចម្រើនអង្គុលីមាលជាមនុស្សប្រកបដោយគ្រោះថ្នាក់ណាស់វាចេះស្ទាត់ខាងរឿងវាយតប់ផងពេលមួយវាបានប្រយុទ្ធឈ្នះមនុស្ស40នាក់ដែលបានព្រួតគ្នាវានៅតាមដងផ្លូវមួយបានឮថាវាសម្លាប់ស្ទើរតែទាំងអស់នៅសល់តែ2-3នាក់ដែលគេចរួចប្រាសតាយោទៅនោះគេនិយាយថាកាលពីអង្គុលីមាលលាក់ខ្លួននៅក្នុងព្រៃមួយនោះឈ្មោះជាលីនីព្រៃនោះឈ្មោះជាលីនីគ្មាននរណាម្នាក់ហ៊ានដើរកាត់ព្រៃនោះទេនៅពេលតម្រួតប្រដាប់អាវុធចំនួន20នាក់ចូលទៅចាប់វានៅក្នុងព្រៃនោះមានតែ2នាក់ទេដែលនៅរស់រានមានជីវិតខ្ញុំបកករណាក៏បានឮគេនិយាយថាឥឡូវនេះវាបានមកដល់ក្នុងទីក្រុងនេះហើយហើយដូច្នេះហើយបានជាគ្មាននរណាម្នាក់ហ៊ានចេញពីផ្ទះទៅប្រកបការងារអ្វីទេឬក៏ដើរទៅណាមកណាឡើយព្រះសាសនាទ្រង់ថ្លែងអំណរគុណដល់ម្ចាស់ផ្ទះដែលបានផ្ដល់ដំណឹងអំពីអង្គុលីមាលនេះដល់ព្រះអង្គបន្ទាប់មកព្រះអង្គក៏លាម្ចាស់ផ្ទះយាងចេញទៅម្ចាស់ផ្ទះខំអង្វរសូមឲ្យព្រះពុទ្ធគង់នៅក្នុងផ្ទះរបស់ខ្លួនហើយដោយសុខសាន្តចុះក៏ប៉ុន្តែព្រះអង្គទ្រង់មិនយល់ព្រមឡើយព្រះសាស្តាទ្រង់ត្រាស់បញ្ជាក់ជាចុងក្រោយថាតថាគតសូមចម្រើនពរអ្នកសិនហើយតថាគតនឹងបន្តបិណ្ឌបាតដោយធម្មតាត
ថាគតមានសេចក្តីទុកចិត្តតែលើមនុស្សប៉ុណ្ណោះខណៈដែលពពុទ្ធកំពុងយាងយឺតនឹងកំពុងព្រះតម្រិះនោះស្រាប់តែឮសូរសំឡេងរត់ពឹបមកពីខាងក្រោយព្រះអង្គព្រះសាស្តាទ្រង់ជ្រាបយ៉ាងច្បាស់ថាគ្មាននរណាក្រៅពីអង្គគូលមីឡើយប៉ុន្តែព្រះអង្គនៅតែយាងទៅមុខទៀតយ៉ាងប្រងើយដោយឥតមានភ័យតក់ស្លុតអ្វីបន្តិចឡើយព្រះអង្គទ្រង់ជ្រាបច្បាស់នៅអ្វីដែលនឹងកើតឡើងនៅខាងក្នុងនិងខាងក្រៅប្រកាយព្រះអង្គអង្គគូលមីលស្រែកហៅពីខាងក្រោយព្រះអង្គថាណែសមណៈឈប់សិនព្រះពុទ្ធនៅតែយាងទៅមុខដោយបោះជំហានយឺតនឹងយ៉ាងនឹងណោសូម្បីតែឆ្នាំនេះណាព្រះពុទ្ធមានប្រជញ្ញ56ឆ្នាំហើយក៏ដោយក៏ប្រចក្ខុវិញ្ញាណនិងប្រសោតវិញ្ញាណរបស់ព្រះអង្គនៅភ្លឺនឹងវៃល្អណាស់ព្រះអង្គទ្រង់ជ្រាបថាអង្គគូលមីលបន្ថយជំហានចុះយ៉ាងរហ័សនៅមិនឆ្ងាយប៉ុន្មានពីខាងក្រោយព្រះអង្គដោយមានកាន់អាវុធជាប់ក្នុងដៃផងដោយសារព្រះអង្គនៅតែបោះជំហានទៅមុខធ្វើឲ្យអង្គគូលមីលរត់តាមត្រឹកទន្ទឹមនឹងព្រះអង្គនឹងស្រែកសន្ធាប់ថាណែសមណៈខ្ញុំបានប្រាប់អ្នកឲ្យឈប់ហេតុអ្វីក៏អ្នកមិនឈប់ស្រែកចឹងស្រែកច្រើនដងព្រះពុទ្ធនៅតែយាងទៅមុខបណ្ដើរនឹងទ្រង់ត្រាស់សួរអង្គគូលមីលបណ្ដើរថាអង្គគូលមីលតថាគតបានឈប់ជាយូរណាស់មកហើយអ្នកឯងទីតើដែលមិនតន់ឈប់នោះអង្គគូលមីលភ្ញាក់ស្រឡំកាំងកាលបបានឮចម្លើយមិនធម្មតារបស់ព្រះពុទ្ធនឹងបានឮប្រសាសដាហៅឈ្មោះរបស់ខ្លួនចំដូច្នោះអង្គគូលមីលស្ទុះទៅឈររាំងផ្លូវដើម្បីបញ្ឈប់ព្រះពុទ្ធគ្រាន់តែព្រះពុទ្ធសម្លឹងចំភ្នែកធ្វើឲ្យអង្គគូលមីលស្រឡំកាំងម្ដងទៀតអង្គគូលមីលមិនដែលឃើញនរណាមានភ្នែកភ្លឺចាំងបីដូចជារស្មីដួងតារានឹងមិនតក់ស្លុតចំពោះមុខឃាតករយ៉ាងដូចនេះសោះអញ្ចឹងទេរីឯអ្នកដទៃផ្សេងទៀតតែងតែរត់គេចចេញដោយស្លន់សស្លោបំផុតព្រះសាស្តាទ្រង់តទៅកាន់អង្គគូលមីលទុកដូចជាមិត្តភក្តិឬជាបងប្អូនអញ្ចឹងអង្គគូលមីលសុខចិត្តចុះចាញ់ចំពោះព្រះបារមីនិងវេតយតភាពដ៏ស្លូតបូតរបស់ព្រះអង្គហើយក៏ក្រាបទូលសួរព្រះអង្គភ្លាមថាមើលសមណៈព្រះអង្គនិយាយថាព្រះអង្គបានឈប់ជាយូរណាស់មកហើយប៉ុន្តែព្រះអង្គនៅតែដើរទៅមុខតើព្រះអង្គពោលថាខ្ញុំទេដែលមិនទាន់ឈប់ព្រះអង្គបានត្រាស់ថាព្រះអង្គឈប់យូរយារណាស់មកហើយប៉ុន្តែព្រះអង្គនៅតែដើរទៅមុខហើយព្រះអង្គពោលថាខ្ញុំទេដែលមិនទាន់ឈប់តើព្រះអង្គមានន័យថាដូចម្តេចដែរចំពោះពាក្យហ្នឹងសូមព្រះអង្គមេត្តាប្រាប់ខ្ញុំព្រះអង្គផងព្រះសាស្តាទ្រង់ព្រះតម្រាស់ថាមនាលអង្គគូលមីលតថាគតបានឈប់ប្រព្រឹត្តនៅអំពើដែលបណ្ដាលឲ្យមានសេចក្តីទុក្ខដល់សត្វលោកជាយូរយារណាស់មកហើយតថាគតក៏បានសិក្សាដើម្បីការពារជីវិតគឺជីវិតនៃសត្វលោកទាំងអស់មិនចំពោះតែជីវិតមនុស្សទេអង្គគូលមីលសត្វលោកទាំងអស់ចង់រស់ណាស់នឹងខ្លាចសេចក្តីស្លាប់ជាទីបំផុតយើងត្រូវចិញ្ចឹមទុកក្នុងចិត្តរបស់យើងនៅសេចក្តីស្រឡាញ់មេត្តានិងការពារដល់ជីវិតសត្វលោកទាំងអស់ផងទៅអង្គគូលមីលបង្គំទូលថាបពិតប្រសមណៈមនុស្សលោកមិនចេះស្រឡាញ់គ្នាផងធ្វើមិនដេចឲ្យខ្ញុំស្រឡាញ់មនុស្សលោកកើតមនុស្សមានចិត្តខូរខើនិងពូកែបោកប្រាស់គ្នាណាខ្ញុំនឹងមិនឈប់ទេតលតែខ្ញុំបានសម្លាប់មនុស្សខូចទាំងឡាយនោះចោលអស់សិនបានឈប់ព្រះសាស្តាទ្រង់ត្រាស់ដោយព្រះវិជ្ជាសុភាពថាមនាលអង្គគូលមីលតថាគតដឹងថាអ្នកមានការឈឺចាប់ខ្លាំងណាស់ដោយសារស្នាដៃមនុស្សដទៃ
ជួនកាលមនុស្សមានអំពើខូចរខើអញ្ចឹងមែនអំពើខូចរខើបែបនឹងសុទ្ធតែជាលទ្ធផលនៃអវិជ្ជាសេចក្តីលោភៈទោសៈនិងមោហៈអង្គុលមៀលប៉ុន្តែមនុស្សនៅមានការយោគយល់និងសេចក្តីអាណិតមេត្តាផងដែរតើអ្នកធ្លាប់បានជួបជាមួយព្រះភិក្ខុសង្ឃពីមុនមកដែរឬទេហាភិក្ខុបានបដិញ្ញាចិត្តជួយការពារជីវិតនៃសត្វលោកទាំងអស់ព្រះអង្គជាអ្នកឈ្នះលើអវិជ្ជាលើលោភៈលើទោសៈនិងមោហៈមិនចំពោះតែភិក្ខុទេមានមនុស្សច្រើនណាស់ដែលគេរស់នៅអាស្រ័យលើការយោគយល់និងសេចក្តីមេត្តាករុណានេះអង្គុលមៀលមានមនុស្សខូចរខើជាច្រើនក្នុងលោកយើងនេះក៏ពិតមែនប៉ុន្តែក៏នៅមានមនុស្សចិត្តល្អជាច្រើនណាស់ដែរណាចូលអ្នកកុំឲ្យមោបាំងឲ្យសោះណាផ្លូវរបស់តថាគតអាចជួយប្រែផ្លាស់អំពីអំពើខូចរខើឲ្យទៅជាអំពើល្អបានសេចក្តីស្ងប់គឺជាផ្លូវដែលអ្នកមាននៅក្នុងខ្លួននាពេលនេះអ្នកពិតជាអាចឈប់បានចូលអ្នកជ្រើសរើសយកផ្លូវសន្តោសយោគយល់និងចិត្តមេត្តាជំនួសវិញទៅអង្គុលមៀលរំជួលចិត្តយ៉ាងខ្លាំងកាលបានឮពាក្យទូន្មានរបស់ព្រះពុទ្ធដ៏ប្រសើរយ៉ាងនេះប៉ុន្តែអារម្មណ៍របស់គាត់នៅវិលវល់នៅឡើយរំពេចនោះគាត់មានអារម្មណ៍ហាក់ដូចជាគេយកកំបិតមកចាក់ទម្លាយបោសរបស់គាត់អង្គុលមៀលក៏មើលឃើញថាព្រះពុទ្ធកំពុងតែមានពុទ្ធដីកាអំពីសេចក្តីស្រឡាញ់មេត្តាគាត់ក៏ឈប់ស្អប់ព្រះពុទ្ធបែរជាពិចារណាថាតើសមណៈនេះពិតជាមានឈ្មោះថាគោដំដែលអាត្មាអញធ្លាប់ឮគេនិយាយសរសើរនិងហៅឈ្មោះថាព្រះពុទ្ធនោះមែនឬទេអង្គុលមៀលក៏សម្រេចចិត្តបង្គំទូលសួរព្រះអង្គថាមើលសមណៈតើព្រះអង្គជាប្រសង់ដែលមានឈ្មោះថាគោដំនោះមែនឬទេព្រះអង្គព្រះដ៏មានពភាកទ្រង់សម្លឹងមើលមុខអង្គុលមៀលចំនិងទ្រង់មុខប្រសេតបវិញដោយទឹកប្រភពញញឹមអង្គុលមៀលក៏ក្រាបបង្គំទូលសួរថាបពុទ្ធព្រះសមណៈគួរឲ្យសោកស្ដាយណាស់ដែលខ្ញុំប្រកាសណាមិនបានជួបជាមួយព្រះអង្គតាំងពីយូរមកហើយខ្ញុំប្រកាសណាបានដើរក្នុងផ្លូវដ៏អពមង្គលនេះឆ្ងាយណាស់មកហើយខ្ញុំប្រកាសណាប្រកាសជាមិនអាចត្រឡប់ថយក្រោយវិញបានទេមើលទៅព្រះដ៏មានព្រះភិក្ខុទ្រង់ត្រាស់ថាទេមិនដូច្នោះទេអង្គុលមៀលពិតជាមិនដែលយឺតទេពិតជាមិនដែលយឺតទេក្នុងការធ្វើនៅអំពើល្អនោះអង្គុលមៀលបង្គំទូលថាបពុទ្ធប្រសមណៈគោដំដ៏ចម្រើនតើអំពើល្អអ្វីទៅដែលខ្ញុំករណាអាចធ្វើបាននោះព្រះពុទ្ធទ្រង់ប្រាប់តម្រាស់ថាមនាលអង្គុលមៀលអ្នកត្រូវតែឈប់ដើរតាមផ្លូវនៃសេចក្តីស្អប់និងហិង្សានឹងហើយជាអំពើល្អលើសអំពីអ្វីទាំងអស់អង្គុលមៀលទោះបីជាសមុទ្រទុក្ខទោះបីជាសមុទ្រទុក្ខមានទំហំធំធេងយ៉ាងណាក៏ដោយបើអ្នកក៏លេចមើលទៅក្រោយវិញអ្នកនឹងមើលឃើញត្រើយពុំខានឡើយតែព្រះអង្គពោលចុងក្រោយចឹងថាអង្គុលមៀលទោះបីជាសមុទ្រទុក្ខមានទំហំធំធេងយ៉ាងណាក៏ដោយបើអ្នកក៏លេចមើលទៅក្រោយវិញអ្នកនឹងមើលឃើញត្រើយពុំខានឡើយអង្គុលមៀលបង្គំទូលថាបពុទ្ធប្រគូដំដ៏ចម្រើនសូម្បីតែខ្ញុំព្រះអង្គចង់ក៏ដោយក៏ខ្ញុំព្រះអង្គមិនអាចត្រឡប់ទៅវិញបានក្នុងពេលឥឡូវនេះដែរគ្មានអ្នកណាម្នាក់គេទុកឲ្យខ្ញុំព្រះអង្គរស់ដោយសុខស្រួលបន្ទាប់ពីខ្ញុំព្រះអង្គបានប្រព្រឹត្តនៅអំពើអក្រិតកម្មដ៏សាហាវយំក្រងរួចមកហើយនោះទេព្រះសាសនាទ្រង់យកប្រហោះព្រះអង្គចាប់ក្តាប់ដៃអង្គុលមៀលយ៉ាងណិតហើយទ្រង់ត្រាស់ថាមនាលអង្គុលមៀលតថាគតនឹងការពារដល់អ្នកបើអ្នកសន្យាថានឹងលះបង់គំនិតស្អប់គេនោះចេញហើយនឹងសុខចិត្តបូជាខ្លួនចំពោះការសូត្ររៀននៅព្រះធម៌វិន័យអ្នកគួរសាងភ្នួស
ដើមបីចាប់ផ្ដើមកសាងជីវិតថ្មីនិងបំរើអ្នកដទៃម្ដងវិញទៅប្រសើរជាងមិនជាពិបាកទេចំពោះមនុស្សដែលមានបញ្ញាដូចជាអ្នកអញ្ចឹងតថាគតជឿជាក់ថាអ្នកពិតជាអាចទទួលជោគជ័យនៅលើផ្លូវនៃពន្លឺត្រាស់ដឹងបានយ៉ាងឆាប់រហ័សបំផុតអង្គុលមៀលក៏លុតជង្គង់ចុះចំពោះព្រះភ័ក្ត្រពុទ្ធរួចហើយក៏ដោះដាវចេញអំពីខ្នងដាក់ទៅលើដីគាត់លើកដៃប្រណម្យក្រាបថ្វាយបង្គំទៀបចុងប្របាទទីរបស់ព្រះពុទ្ធរួចហើយក៏យកដៃទាំងពីរខ្ទប់មុខយំហើយបន្ទាប់មកអំពីយំខ្សឹកសួលដល់យូរមកគាត់ក៏ងើបមើលព្រះភ័ក្ត្រពុទ្ធហើយបង្គំទូលថាបបពុទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គសន្យាថានឹងលះបង់នៅផ្លូវលើមុខនេះចោលចេញខ្ញុំព្រះអង្គសុខចិត្តដើរតាមព្រះអង្គនិងសិក្សានៅសេចក្តីស្រឡាញ់មេត្តាអំពីព្រះអង្គសូមទ្រង់ប្រមេត្តាទទួលខ្ញុំព្រះអង្គជាសិស្សរបស់ព្រះអង្គផងចោលដោយអនុគ្រោះគ្រានោះស្រាប់តែព្រះសារីបុត្រព្រះអានន្ទឧបលិទ្ធ័យកម្ពិលថ័យនិងភិក្ខុជាច្រើនរូបទៀតនិមន្តមកដល់ក្នុងទីនោះភិក្ខុទាំងឡាយឈរព័ទ្ធជុំវិញព្រះសាស្តានិងអង្គុលមៀលប៉ុន្តែកាលបានឃើញព្រះពុទ្ធបានសេចក្តីសុខនិងអង្គុលមៀលកំពុងរៀបចំខ្លួនសាងភ្នួសភិក្ខុទាំងឡាយក៏បានសប្បាយចិត្តរីករាយក្នុងចិត្តឡើងវិញព្រះពុទ្ធបានសូមព្រះអានន្ទឲ្យប្រគល់ស្បង់ដែលនៅសល់ពុំដែលប្រើម្ដងសោះនោះមកឲ្យព្រះអង្គទ្រង់ប្រើព្រះសារីបុត្រឲ្យទៅខ្ចីកំបិតកោអំពីផ្ទះអ្នកភូមិជិតខាងដើម្បីឲ្យឧបលិកោសអង្គុលមៀលត្រូវបានបំពោះនៅក្នុងកន្លែងនោះតែម្ដងអង្គុលមៀលលុតជង្គង់សូត្រនៅប្រត្រៃសនគមអស់វិរៈ3ដងព្រមទាំងបានទទួលសិក្ខាបទខ្លះទៀតអំពីប្រធេរឧបលិលុះចប់ហើយភិក្ខុទាំងឡាយក៏និមន្តទៅវត្តវិញរំលង10ថ្ងៃក្រោយមកព្រះឧបលិនិងព្រះសារីបុត្របានបង្រៀនភិក្ខុអង្គុលមៀលនៅការចម្រើនលើសិក្ខាបទសមាធិនិងរបៀបនិមន្តបិណ្ឌបាតភិក្ខុអង្គុលមៀលខំហាត់រៀនយ៉ាងខ្លាំងក្លាលើសអំពីភិក្ខុខ្លះពីមុនមកទៅទៀតផងសូម្បីតែព្រះពុទ្ធក៏ព្រះអង្គមានការភ្ញាក់ផ្អើលចំពោះការប្រែផ្លាស់យ៉ាងរហ័សរបស់អង្គុលមៀលនេះដែរនៅពេលទ្រង់យាងមកសួរសុខទុក្ខអង្គុលមៀលពីអាទិត្យក្រោយពីបួសមកអង្គុលមៀលបង្ហាញឲ្យឃើញនៅភាពស្ងប់ស្ងៀមនិងនឹងធឹងនឹងដោយមានឫកពាសុភាពរៀបសារដូច្នេះហើយបានជាធ្វើឲ្យភិក្ខុដទៃដាក់ងារលោកថាអហិមស័ក្តិមានន័យថាអ្នកអហិង្សានិយមតែតាមការពិតឈ្មោះអហិមស័ក្តិនេះគឺជាឈ្មោះកំណើតរបស់ព្រះអង្គសោតហេតុថាបានរកឃើញថាឈ្មោះដាក់ងារនេះសមនឹងរូបរាងរបស់អង្គុលមៀលណាស់ក្រៅអំពីពុទ្ធសោតហេតុថាសម្លឹងមើលទៅមិនឃើញមានភិក្ខុអង្គណាមានចិត្តសប្បុរសធម៌នឹងណោដូចជាអង្គុលមៀលថានេះឡើយប្រវត្តិពុស្ដានៃពុទ្ធសមណគោតមបរមសាស្តានៃយើងភាគទី50បញ្ចប់ត្រឹមប៉ុណ្ណេះ